អូខេនេះជា free breakdown ខ្ញុំជំរាប surprise តម្លៃ processing សម្រាប់ Gmail opportunity card របស់យើងសម្រាប់អ្នកដាក់ពាក្យនៅក្នុងបច្ចុប្បន្នគឺតម្លៃ service fee របស់យើង 1,500 process តាំងពីបងដាក់ពាក្យធ្វើកុងត្រារហូតដល់ process រហូតបាន visa ចេញទៅហើយក្រុមហ៊ុនរបស់យើងនៅតែ support consult រហូតនៅក្នុង group process របស់យើងចែកជាមួយខ្ញុំជំរាប process របស់ក្រុមហ៊ុនយើងទី1ពួកខ្ញុំជា consultant ខ្ញុំជំរាបពីកម្មវិធីគោលពីលក្ខខណ្ឌអត្ថប្រយោជន៍ដំណើរការបន្ទាប់មកពេលដែលបងប្អូនចុះកុងត្រាគឺយើងបង្កើត group មួយដែលយើងមាន program manager អញ្ចឹងយើងឆ្លងកាត់ដំណាក់ការ program manager ចូលដល់ project manager ក៏ review មុននឹងយើង submit ឯកសារ project manager review ហើយចូលទៅដល់ project director ហើយបានចូលដល់ lawyer professional lawyer របស់យើងអញ្ចឹងដំណាក់ការមួយគឺលំអិតអញ្ចឹងហើយបានភ្ញៀវរបស់យើងកម្រអ្នកដែលមិនទទួលជោគជ័យដោយសារយើងលំអិតពីដំណាក់ការអញ្ចឹងបានយើងតែជោគជ័យបាទ process របស់យើងGlobe Visa service 1,500 ក្រៅពីហ្នឹងគឺគេហៅ third party fee ដូចជាគាត់បងប្អូនធ្វើភ្លាមគឺយើងត្រូវបង្កើត opening bank account block bank account ហ្នឹងជា government approved institute បានថាធនាគារដែលទទួលស្គាល់ដោយរដ្ឋាភិបាលរបស់អាល្លឺម៉ង់មិនមែនយើងទៅបើកតិច scam តិច online ធនាគារយើងអត់ដឹងយើងបើកពីខ្មែរទេជា online ទេប៉ុន្តែយើងបើកហើយយើងតម្រូវឲ្យដាក់លុយ $13,092 ដើម្បីយើង print bank statement ចេញមក submit ជាមួយឯកសារទៅស្នើសុំ visa កាលណាយើងអត់មានអាហ្នឹងគេអត់ឲ្យយើងទេគេថាយើងអត់មានលុយតើយើងមានអាហ្នឹងបានគេឲ្យយើងថាអ្នកឯងមានលទ្ធភាពទៅរស់នៅស្រុកគេបានអញ្ចឹងសួរថាចាំបាន visa ចាំដាក់ឯងចាំបើបាន visa អ្នកអាចដាក់លុយធ្វើម៉េចបាន visa ហើយគេអត់មានសិទ្ធិ review នឹងឯងវិញគេត្រូវ process ឲ្យអ្នកឯងអាចហោះហើរបានហើយអញ្ចឹងគឺត្រូវតែមានឯកសារគ្រប់គ្រាន់សិនបានគេផ្ដល់ឯកសារបានគេផ្ដល់ឲ្យយើងអញ្ចឹងទី1 opening bank account តម្លៃប្រហែលខ្ទង់€227ដែលយើងបើកនឹង switch fee តាមជាក់ស្ដែងពួកយើង rate ឡើងចុះអញ្ចឹងហើយក៏មិនមែនពួកយើងអ្នកទទួលដែរគឺ bank គេទេហើយ medical insurance យើងត្រូវទិញមួយឆ្នាំហ្នឹងពីព្រោះយើងចេញទៅយើងដើរជំវិញ Sunken area អាចមាន accident អីផ្សេងគឺយើងមាន insurance cover អញ្ចឹង insurance ក៏យើងទិញដែរយើងមាន institute ដែលយើង guide ប៉ុន្តែយើងទិញទៅខ្លួនឯងយើងទទួលបានផលប្រយោជន៍ខ្លួនឯងពេលដែលបងប្អូនឈឺកាត់ចូលពេទ្យចូលអីគឺយើងអាចប្រើប្រាស់ insurance ហ្នឹងហើយ translation fee គឺតាមប្រទេសទេនេះគឺយើងនិយាយជា overall ជួទៅឯកសារភ្ញៀវយើងគាត់បកប្រែបន្តិចបន្តួចដែរទេមិនច្រើនទេហើយនឹង visa application ពេលដែលយើងស្នើសុំ visa គឺត្រូវតែមាន fee គ្រប់ប្រទេសទាំងអស់គឺត្រូវអញ្ចឹងបាទអញ្ចឹងសរុបទាំងអស់ប្រហែលជាខ្ទង់2632សម្រាប់ process របស់យើងបច្ចុប្បន្នហើយបើសិនជាមិនជោគជ័យយើងដេញដាក់300យើង refund វិញ1200ក្រុមហ៊ុនរបស់យើងគឺមានគោលការណ៍ refund តែគ្រាន់ថាអ្វីដែលដាក់នេះគឺដោយសារតែយើងកាតព្វកិច្ចបងពុនក្រុមហ៊ុនរបស់យើងបងពុនចូលរដ្ឋ 100% ចំណូលប៉ុន្មានគឺរដ្ឋគឺបងពុនចូលរដ្ឋតម្រូវតាមតម្រូវបាទនេះកម្មវិធី Gmail opportunity card យើងមានប៉ុណ្ណឹងហើយ processing ហ្នឹងលឿនទេជឿទៅខ្ទង់1ទៅ3ខែបើសិនបងប្អូនមានឯកសារភ្លាមសឹងតែមួយខែចេញទៅបានហើយឯកសារហ្នឹងមានអីគេខ្លះមានដូចជា document checklist របស់យើងមានតែសញ្ញាបត្រដែលយើង qualify មាន passport មានឯកសារអីផ្សេងៗដែលយើងត្រូវទៅជាមួយនឹងក្រសួងការបរទេសខ្មែរយើងហើយបានយកទៅក្រសួងយកទៅស្ថានទូតអាល្លឺម៉ង់អញ្ចឹងលឿនបាទហើយចំពោះ program benefit គឺទី1គេហៅថាលក្ខខណ្ឌស្រួលយើងមានតែ bachelor យើងអាចទៅបានបច្ចុប្បន្នយើងអត់ត្រូវការភាសាប៉ុន្តែបើយើងអត់ចេះភាសាធ្វើយើងទៅយើងធ្វើមិនខ្ញុំមួយថតថាខ្ញុំអត់ចេះអាល្លឺម៉ង់ផងអត់ចេះអាល្លឺម៉ង់តែបងចេះអង់គ្លេសអត់ទៀតខ្ញុំអត់សាច់ចេះឲ្យទៅពីព្រោះទៅធ្វើអីបើយើងប្រើអង់គ្លេសអត់កើតប្រើភាសាអាល្លឺម៉ង់អត់កើតគេមកយកយើងធ្វើការតែរត់តោកគូពិបាកដែរព្រោះដឹងតែកំងអីផងហ្នឹងអញ្ចឹងសាក់ចេះឲ្យគាត់ចេះអង់គ្លេសខ្លះអាចបោយបានគេហៅថាអាចដូរបាយហូបបានណាបាទហើយកម្មវិធីហ្នឹងគឺ fast processing ហើយបត់បែនមួយឆ្នាំយើងទទួលបានហើយយើងអាចបន្ត visa យើងទៅមុខហើយយើងអាចទទួលបាន EU Blue Card ឬក៏ Work Visa ហើយទទួលបាន German PR នៅពេលក្រោយនេះជាឱកាសមួយដែលយើង process ហើយវាជាឱកាសមិនមែនជាឧបសគ្គទេបើគេបិទយើងអត់មានឱកាសទេអញ្ចឹងជំរាបបងប្អូនបាទអូខេនេះគឺជា client របស់យើងដែលគាត់ត្រូវហោះទៅថ្ងៃ31ហើយក៏មាន process client process ច្រើនទៀតដែលគាត់កំពុង process របស់យើងមានភ្ញៀវខ្ញុំមួយនោះដាក់ប្រហែលគាត់ដែរប៉ុន្តែអត់ទាន់ process ទៅរៀនសិនឥឡូវគាត់រៀននៅមេតាហោសរៀនអាល្លឺម៉ង់យកពីគេហៅគាត់ថាយកមិនទៀតទេគាត់ជាប់អស់ហើយគាត់អូខេប៉ុន្តែគាត់សុំរៀនអាល្លឺម៉ង់សិនអញ្ចឹងទៀតខ្ញុំថាឲ្យទៅរៀននៅក្នុងទៅគេរៀនសាលារដ្ឋសឹងថា free ផងហើយរៀននៅអាល្លឺម៉ង់ឆាប់ចេះជាងរៀននៅខ្មែរយើងរៀនចប់យើងមាន practice មួយពីណាបើនៅអាល្លឺម៉ង់យើងរៀនចប់យើងឃើញអាល្លឺម៉ង់យើងរត់ទៅនិយាយជាមួយពួកអាល្លឺម៉ង់វា welcome តែចង់ឲ្យបរទេសយើងចេះភាសាវាព្រោះភាសារបស់គេទោះបីអ្នកឯងចេះច្រើនក៏នៅភាសាគេដែរ
យើងអត់អាចលួចបានទេបើខ្មែរយើងគេចេះច្រើនលុះត្រាយើងមាន evidence មួយថាយើងជារបស់យើងហើយគាត់ឡើងគេលួចបាត់ដល់ឥឡូវឮថាពួកខាងនោះគេប្រងបញ្ចូលភាសាខ្មែរយើងទៅនោះផងអាហ្នឹងយើងត្រូវកាប់ពីមែនតើណាបើអង់គ្លេសអង់អីគេមានគេហៅថាយើងដឹងជាដើមមកហើយថាភាសាអង់គ្លេសគឺរបស់ប្រទេសអង់គ្លេសអញ្ចឹងអ្នកឯងកាន់តែចេះគេកាន់តែសប្បាយចិត្ត